Ba xong nhịp xu lục khu này cũ này chia video tí đọc hay video tí đọc này dương nâng gì ông pi ca tiền chia được bài cá rồi mua ca tiền tình này bà chấn nơi khôngนี้คือôngចូលទៅកាឡាវក្រុងស្រុកបាទទីក៏ដូចគ្នាដែរបាទចឹងយើងបានធ្វើមុខងារទៅលើផែនការទាញទិន្នន័យសម្រាប់ការឡាយហើយលទ្ធផលសម្រេចបានហើយបាទអញ្ចឹងមកដល់ការងារមួយចុងក្រោយគឺការទាញទិន្នន័យបាទអញ្ចឹងយើងចុចទាញទិន្នន័យមកបាទការទាញទិន្នន័យគឺអាស្រ័យទៅតាមក្របខ័ណ្ឌពេលវេលាបាទអញ្ចឹងវាជ្រើសរើសត្រីមាសទី2និងបង្ហាញទិន្នន័យត្រីមាសទី2បាទអញ្ចឹងនេះគឺប្រអប់ទិន្នន័យសង្ខេបនៅក្នុងទិន្នន័យសង្ខេបនេះគឺយើងនឹងអាចឃើញវឌ្ឍនភាពទៅតាមសកម្មភាពឬមួយក៏យើងអាចនិយាយបានទៅតាមកម្មវិធីនោះកម្មវិធីបាទបន្ទាប់មកទៀតយើងនឹងមានកឡោនថវិកាបាទនេះជាថវិកាគ្រោងរបស់រដ្ឋនិងដៃគូការផ្សេងការអនុវត្តចំណាយបាទថវិការដ្ឋថវិកាដៃគូថវិកាផ្សេងសរុបភាគរយបាទភាគរយចំណាយបាទនេះគឺភាគរយចំណាយការអនុវត្តសកម្មភាពបាទការអនុវត្តសកម្មភាពនេះគឺមានសកម្មភាពចំនួនសកម្មភាពនិងភាគរយហើយនេះគឺលទ្ធផលសម្រាប់បានសូចនាករបាទអញ្ចឹងនេះគឺសូចនាករបាទភាគរយបាទអនុវត្តបានចប់នោះហើយអស់លោកគ្រូអ្នកគ្រូអាចទាញបានជា file PDF ដើម្បីរក្សាទុកហើយអញ្ចឹងខ្ញុំសូមត្រឡប់ទៅបងដើមវិញមួយទៀតលោកស្រីលោកគ្រូអាចទាញបានចេញជារបាយការណ៍មានន័យថាទាញទិន្នន័យឬមួយក៏លទ្ធផលជារបាយការណ៍បាទសម្រាប់របាយការណ៍លោកស្រីអាចធ្វើនៅក្នុងបញ្ចូលសេចក្តីផ្ដើមនៅក្នុងនេះតែម្ដងក៏បានដែរន័យថាសេចក្តីផ្ដើមយើងអាចបញ្ចូលមកសេចក្តីផ្ដើម1 2 3 4អញ្ចឹងទៅបាទសេចក្តីផ្ដើមយើងអាចចូលបន្ទាត់មកបាទអញ្ចឹងដល់នេះយើងអាច space មួយមកបាទយើងអាចដក clear មួយមកហើយយើងបន្តទៅទៀតទៅឬមួយក៏យើងចុច control ហើយ enter ដើម្បីចូលបន្ទាត់សុំទោស L បាទ L ហើយ enter មកយើងអាចបញ្ចូលមកទៀតមកតមកយើង L enter ទៀតមកដើម្បីចូលបន្ទាត់បាទពេលរួចរាល់ហើយយើងអាចតម្រឹមទៅបាទអាចទាញបាទអញ្ចឹងនេះវាអាចធ្លាក់យើងអាចសេរីទៅធ្លាក់យើងអាចសេរីតាមហ្នឹងទៅហើយយើងអាចបញ្ចូលលទ្ធផលតាមអត្ថភាពកំណែតម្រង់បាទតាមហ្នឹងមកបាទយើងអាចចុះមកក្រៅមកហើយកុំលុបជួរទាំងអស់នេះនៅពេលដែលយើងទាញទិន្នន័យជារបាយការណ៍ទៅក៏នឹងហាយអស់ហើយកឹងកុំលុប cell ឬមួយក៏ roll របស់ខ្ញុំណាមួយបាទកុំលុបឲ្យសោះបាទរក្សាទុកហើយនេះគឺជាទិន្នន័យនៃការអនុវត្តសកម្មភាពបាទអញ្ចឹងយើងមានដូចជាសកម្មភាពគ្រោងក្នុងមួយឆ្នាំបាទមានប្រមាណហើយយើងមានសកម្មភាពដែលអនុវត្តនៅក្នុងក្របខ័ណ្ឌពេលវេលាយើងមានឆាតបាទជាការអនុវត្តថវិកាបាទយើងមានឆាតមានសូចនាករទៅតាមកម្មវិធីនុកម្មវិធីបាទកម្មភាពនោះមកតបមករាល់សូចនាករដែលសម្រេចបានតាមចំណុចដៅយើងនឹងទាញមកបាទអញ្ចឹងនេះគឺនៅក្នុងកម្មវិធីទី1បាទអញ្ចឹងយើងមានបាទ2ដែលសម្រេចបាទអញ្ចឹងផ្សេងទៀតមានទេបញ្ហាប្រឈមតើមានបញ្ហាប្រឈមមួយខ្លះយើងអាចបញ្ចូលមកទិសដៅក៏ដូចគ្នាមានទិសដៅអីសម្រាប់សន្និដ្ឋានក៏ដូចបញ្ចូលដូច script ដើមដែរបាទតបមកយើងអាចទាញចេញជារបាយការណ៍បាទអញ្ចឹងយើងអាចបាទនេះប្រធានការឡាយបាទអាបាលខេត្តអាបាលស្រុកបាទជួស
ឬមួយអាបារងអីហ្នឹងយើងអាចកែសម្រួលតាមហ្នឹងជួសចឹងក៏បានដែរបាទហើយបន្តមកទៀតយើងអាចទាញចេញពី PDF បាទដល់ពេលហើយគាត់នឹងលុបផ្ទាំងមកណា report បាទត្រីមាសទី1បាទហ្នឹងហើយបាទអញ្ចឹងនៅពេលដែលហើយយើងអាចចុចរក្សាទុកមកយើងអាចចុច save តែយើងចង់ទុកនៅណាយើងអាចចុច desktop ឬមួយកន្លែងណាបាទយើងចុចរក្សាទុកមកហើយយើងអាចរងចាំបន្តិចបាទបាទរួចរាល់ហើយដល់ពេលរួចរាល់គាត់នឹង filter បាទ file មកកំណត់ហើយវានឹង filter នៅចំណុចណាដែលអត់មានទិន្នន័យបាទបាទចឹងសម្រាប់វីដេអូនេះនៅយើងអាចទៅមើលនៅតារាងរបាយការណ៍បាទនៅ PDFនៅពេលដែលយើងទាញជា PDF មកគាត់នឹងមានជា cover បាទនេះសេចក្តីផ្ដើមអញ្ចឹងមកមានអីផ្សេងខាងសកម្មភាពអីផ្សេងបាទទិន្នន័យនេះផ្សេងបាទអញ្ចឹងសម្រាប់វីដេអូនៃការទាញរបាយការណ៍ហ្នឹងគឺមានប៉ុណ្ណឹងហើយក៏អរគុណសម្រាប់ការតាមដានតាំងពីវីដេអូទី1រហូតដល់វីដេអូទី10បាទសូមអរគុណ